ព្រោះបើមានរឿងអីកើតឡើងទីនេះក៏ជាក្រុមហ៊ុនលើតបូរ៉ាដដែលខ្ញុំមិនអាចផ្លេចថាទីនេះជារបស់លើតបូរ៉ាទេហើយគូអ្នកថាមកទីនេះបានល្អដូចគ្នាតែខ្ញុំគិតថាអ្នកដែលគូប្រាប់គួរតែជាអ្នកនាងកាន់ច្រើនជាងព្រោះខ្ញុំឮមកថាប្រុសចុងក្រោយរបស់អ្នកនាងកាន់ក៏ប្រើលុយហ៊ុនទិញមកដូចគ្នាតែមិនដឹងថាទិញមកបែបណាទើបគេវិចបង្វិចរត់ចេញអស់តែម្ដងខ្ញុំថាបើជីករឿងមិនល្អយកមកនិយាយខ្ញុំថាអ្នកនាងកាន់មានច្រើនជាងខ្ញុំបើមិនចង់ឲ្យខ្ញុំនិយាយបន្តក៏និយាយកិច្ចការអ្នកនាងកាន់មកល្អជាងថាត្រូវការអីហើយមកទីនេះធ្វើអីខ្ញុំចង់មកមើលថានាងមកលួចធ្វើអីពីក្រោយខ្នងអ្នកម៉ាក់ដែរឬអត់នាងកាន់ចង់និយាយពីរឿងអីដែលនាងណាត់ឡក់គេផ្លេងនោះអីអ្នកម៉ាក់ប្រាប់ហើយតាថាឲ្យបញ្ឈប់គ្រប់យ៉ាងសិនទៅឡក់គេផ្លេងអ្វីដែរទេខ្ញុំមិនដឹងទេចាប់បានតែក្បាលទាំងកតុយបែបនេះហើយនាងយកមកបកកាយថាគ្មានអីទៀតទេនាងកាន់ហើយចុះស្ត្រីមួយនេះជាអ្នកណាដែរទេលោកសួរធ្វើអីអូគឺខ្ញុំមានអារម្មណ៍ថាប្រហាក់ប្រហែលមកគេប៉ុណ្ណោះតែគ្មានអីល្អហើយតែបើលោកកំពុងតែកាត់អីខ្ញុំសូមទានចាស់ព្រោះថាអ្នកនាងអេរីនជាភរិយារបស់លោកអាខ្លាវម្ចាស់ក្រុមហ៊ុន Asian Food ដែលលោកកំពុងតែអង្គុយនៅត្រង់នេះនិយាយប៉ុណ្ណឹងធ្វើមិនបានទេអីខ្ញុំសុំតោនាងឲ្យគេទៅវិញព្រោះខ្លាចខ្ញុំទៅប្តឹងអ្នកម៉ាក់មែនទេអ្នកនាងកាន់គិតថាបរិមម្នាក់នោះជាអ្នកណាដែរទៅម្ចាស់លោកគេផ្លែនោះអីសើចអីខ្ញុំមិនស្គាល់ប្រុសម្នាក់នោះទេកុហកខ្ញុំគិតហើយបើខ្ញុំនិយាយបែបនេះច្បាស់ជាមិនជឿទេតែស្អាតតែចិត្តចាអីអ្នកនាងកានម្ចាស់លក់កែផ្លេងប្រុសក្នុងរូបនេះដូចប្រមុននេះទេទោះបីចង់យកឈ្នះយ៉ាងណាក៏គួរធ្វើកិច្ចការឲ្យមកចាត់ជានេះបន្តិចណាអ្នកនាងកានមិនពិតយើងលឺមកថានាងណាត់និយាយគ្នាជាមួយម្ចាស់លក់កែផ្លេងតើនេះលេខកផ្លែងអីឬមួយអ្នកនាងកានដឹងរឿងថាយកមកធ្វើអីភីគុណតែលោកកម្ចាស់លក់កែផ្លេងបន្តិចទេចាសូមជួបលោកកងចាពី Asian Food ណែអ្នកនាងជំរាបសួរលោកកងខ្ញុំអេរីនចាខ្ញុំចង់តែប្រាប់ថាសូមអនុញ្ញាតពជាពេលណាត់លោកកងសិនចៃដន្យអីមានបញ្ហាបន្តិចយ៉ាងណាខ្ញុំនឹងបញ្ញាតាក់តងទៅម្ដងទៀតអរគុណច្រើនជម្រាបលាខ្ញុំមិនបានលេងកំ ខ្លាញ់អីទេអ្នកនាងការព្រមទទួលទៅថាទាំងអស់នេះអ្នកនាងកាន់គិតតែខ្លួនឯងហ៎រ៉ាឌីចានេះទាំងអស់នេះជាកំហុសឯងម្នាក់ពុតឯងជាអ្នកប្រាប់យើងមែនទេថាឯងបានលើកំណត់បែបនេះឯងជាអ្នកខុសឲ្យអ្នកនាងកាន់បានហើយណាលេងទោះរ៉ាឌីគេកោតចាអ្នកនាងពិតមែនតែខ្ញុំមិនព្រមទេបើអ្នកនាងកាន់ធ្វើបែបនេះខ្ញុំនឹងផ្ទះវារហូតដល់តែនាងព្រមទទួលថានាងណានិយាយជាមួយលក្ខកែផ្លេសឲ្យអ្នកនាងក្រែងឯងទទួលដឹងឮថាបែបនេះមែនទេឲ្យខ្ញុំខុសហើយឯងប្រាប់យើងមែនទេថាឯងបានកំណត់បែបនេះហ៎ពីខ្លួនថាទៅទៅអាចារ្យអូយខ្ញុំខុសហើយឯងប្រាប់យើងមែនទេអ្នកនាងកាន់ខ្លាចខ្លាំងណាស់មែនទេខ្លាចខ្លាំងដល់ថ្នាក់នឹងផងហ៎នាងថាខ្ញុំខ្លាចនាងចឹងហ៎ចាអ្នកនាងកាន់ខ្លាចអេសៀនហ្វូតបានមកធ្វើល្អជាចំនួនធនាគារដែលអ្នកនាងមើលថៃបើលោកអាខ្លាចបានមកអ្នកម៉ាក់អាចប្រកបចំនួនគ្រប់យ៉ាងឲ្យលោកអាខ្លាចគ្រប់គ្រងខ្ញុំនិយាយត្រូវទេតែអ្នកនាងកាន់អត់អ្នកស្រីឡាយថងទៅខួបកំណត់អ្នកម៉ាក់យកមិញព្រោះត្រូវការឲ្យខ្ញុំនិងលោកអាខ្លាមានបញ្ហានឹងគ្នាអ្នកដែលបានផលប្រយោជន៍ទាំងអស់គឺអ្នកនាងកាន់បើឡើងមានអីទៀតហើយខ្ញុំសុំទៅវិញហើយនាងគ្មានអារម្មណ៍អីមែនទេបើពីមុនវិញឯងនឹងមានប្រហែលជាខាងរឿងមានបញ្ហាជាមួយលោកអាខ្លាដូចដែរអ្នកនាងកាន់គិតតែពេលនេះខ្ញុំយល់ហើយថាដែលលោកអាខ្លានឹងបងស្រីឡាយថងមិនលេងលាក់គ្នាដោយសាររឿងមកចំនួនប៉ុណ្ណឹងបងខ្លានិយាយប៉ុណ្ណឹងនាងក៏ជឿតាមហើយហ៎រឿងផ្សេងវិញខ្ញុំឃើញនាងឆ្លាតខ្លាំងណាស់តែហេតុអីរឿងនេះបែរជាល្ងងទៅវិញនាងគិតថាដែលឡាយថងមិនទាន់លេងលាក់ពីបងខ្លាព្រោះតែរឿងប៉ុណ្ណឹងមែនទេបាទលោកជំទាវដឹងថារឿងដែលពិបាកជាងការកសាងវាឡើងមកជាអ្វីទេគឺការប្រឡែងពីរបស់ដែលយើងកសាងមកនោះអីពីហាងលក់នំប៉័ងតូចមកដល់ពេលនេះខ្លាចជាអាណាចក្រធំធេងរហូតខ្ញុំនេះសឹងតែមិនចង់ជឿសោះក្នុងគំនិតរបស់ឯងកូនយើងទាំង3នាក់នេះយ៉ាងម៉េចដែរតាមគំនិតរបស់ខ្ញុំគឺមិនសំខាន់នោះទេតាមតាទោះបីជាស្រីតែបើយើងចង់បានអីហើយក៏ត្រូវតែយកឲ្យបានខ្ញុំចូលចិត្តអាភាពពុះពៀរបស់វានេះតែអាការដែលវាចង់បានអ្វីត្រូវតែបានធ្វើឲ្យវាមើលរំលងរបស់ដែលវាគួរមើលចំណែកចៅអង្គូនចាប់ចំណុចធ្វើអីមិនបានជាដុំកពួនតែនៅល្អដែលប្រកែទៅតាមទឹកអ្នកដែលអាចធ្វើជាសសរទ្រូងឲ្យខ្ញុំຕົកចិត្តបានបែបមានតែអាខ្លាយម្នាក់ទេតែទៅត្រង់មិនទាន់លេងលាក់គ្នានឹងនាងឡាយថង
ចឹងលោកប្រាជីនជួយធ្វើតាមបញ្ជាខ្ញុំផងណា លោកជំទាវ នាងក៏ថាតែឡាយថាមិនតន់លេងលះជាមួយបងខ្លាំងព្រោះតែរឿងប៉ុណ្ណឹងមែនទេស្វាខាត់ដល់ហើយនៅថាប្រុសម្នាក់នោះមកធ្វើអីនៅទីនេះខ្ញុំកំពុងឆែកមើលហើយថាគេជាភ្ញៀវឬសាច់ញាតិអ្នកណានៅទីនេះអ្នកនាងរិនចង់ឲ្យខ្ញុំឆែកតាមតារាងការងារលោកខ្លាចឲ្យដែរទេបើយើងគេសាធ្វើតាមអ្នកនាងកាន់5ស្មានតែយើងលងតាមផ្លូវឯគេត្រូវការនោះអីគេត្រូវការឲ្យដែរទៅត្រូវការឲ្យលោកអាខ្លាមិនស័ក្តិសមជាអ្នកស្នងត្រកូលលើបុរាណជម្រាបសួរលោកប្រាជីន ជំរាបសួរអ្នកនាងរិនមិនជ្រាបថាអ្នកនាងរិននៅជាមួយលោកអាវខ្លាដែរឬអន់ អត់ទេមានអីដែរទៅ គាត់ជួននេះខ្ញុំតាក់ទងលោកអាវខ្លាមិនបាន លោកអាខ្លាជាប់ប្រជុំជាមួយគណៈគ្រប់គ្រងមានរឿងអីបន្តមែនទេ លោកជំទាវនេះចង់ហៅកូនៗមកប្រជុំគ្នាក្នុងគ្រួសារគឺគ្រប់គ្នាតែម្ដង ចាអរគុណណាអញ្ចឹងខ្ញុំនឹងប្រញាប់ទៅអរគុណណាលោកថ្ងៃនេះលោកអាខ្លាមកចូលអូហ្វីសទេហេតុអីទៅអ្នកនាងរិនថាជាប់ប្រជុំដែរទៅ បាទរិន លោកខ្លាកំពុងធ្វើអីដែរមុននេះលោកប្រាជីនទៅមកប្រាប់ថាតាក់ទងនឹងលោកមិនបាន មុននេះខ្ញុំចង់និយាយហើយចុះលោកប្រជិនមានអ្វីចង់និយាយជាមួយខ្ញុំដែរទេ អ្នកមានការសំខាន់ចង់និយាយជាមួយរឿងការប្រយុទ្ធមិញ អូខេបាទអញ្ចឹងរិនទទួល5អ្នកមកផងថាខ្ញុំទៅយិនដេញហើយ ចាលោកអាខ្លា បាទ សំតបផង នាងសុំទុកខ្ញុំរឿងអី រឿងបែបខ្ញុំខាងនឹងលោកនោះអី វាក៏សំហើយតើដែលនាងខឹងនឹងខ្ញុំនោះខ្ញុំទៅវិញទេដែលត្រូវសុំទោសនាងណាដែលខ្ញុំមិននិយាយប្រាប់នាងរឿងរបស់ឡៃថងប៉ុន្តែរិនណានាងចាំទុកណាខ្ញុំនេះគ្មានថ្ងៃក្បត់ការជួយចិត្តរបស់នាងនោះទេ ចា ខ្ញុំនិយាយការងាររួចហើយខ្ញុំនឹងប្រញាប់ទៅ ចាចាំជួបគ្នាថ្ងៃនេះលោកក៏ប្រញាប់ទៅវិញដែរមែនទេ ទៅបានហើយមែនទេ ណៃទេលោកជំទាវឲ្យលោកអង្គូនចាំនៅ5នេះ ហេ សិ តុ ន អីទៅចូលអ្នកមកកំពុងធ្វើអី ខ្ញុំថាលោកយាយមិនបានធ្វើអីនោះទេលោកប៉ាប្រហែលជាមិនចង់ឃើញមុខលោកប៉ាធម្មតាតែប៉ុណ្ណឹង ក៏ព្រោះតែឯងនឹងហើយម៉ានេះច្បាស់ជាខឹងយើងមិនខានទេតែពួកឯងទៅកំទេចថ្ងៃគូកំណត់ អូយអត់បន្ទោខ្ញុំនឹងកូនបានយ៉ាងម៉េចកម្មវិធីខ្ទេចខ្ទីដោយសារតែលោកនឹងហើយហេតុអីបានលោកមិនចេះប្រដៅពួកនាងនោះឲ្យវាដឹងថាអ្នកណាជាអ្នកណាស្គាល់កន្លែងរបស់ខ្លួនមិនចឹងវាមិនកើតរឿងឡើងឡើយនេះនៅមានមកទៀតអី មកហើយឯងនឹងចឹងល្អនេះឯងធ្វើឈ្គួតស្អីរបស់ឯង រឿងអីអូរឿងដែលខ្ញុំនាំនាងអូនបងមកឲ្យអ្នកម៉ាក់ស្គាល់ហ្នឹងឯង ឯងត្រូវការឲ្យម៉ាក់យកច្រឡំលើយើងមែន យក ទេ ត្រូវទៅវិញទេឲ្យអ្នកម៉ាក់ដឹងថាបងប្អូនមានអ្វីដែលត្រូវមើលថែច្រើនទៀតបែបគ្មានពេលមើលការខំត្រូវមុខជាមួយច្រើនពេកអ្នកម៉ាក់ចោបែបនេះមានការក៏មានពេលដូចគ្នាដែរហេតុអីទៅកូនគឺមានការយកពេលទៅមើលថែប្រុសរបស់គាត់នោះអីខ្ញុំភ្លេចទេថាលែងមានអ្នកណាយកមានការទៀតហើយអញ្ចឹងតែមានការទំនេរខ្លាំងណាស់មានពេលមិនចេះដឹងរឿងលោកប៉ាទៀតនេះហើយយើងនឹងមានពេលទំនេរគ្រប់គ្រាន់ក្នុងការតែបដៅក្មេងសម្ដីខ្លួនដូចឯងទៀតផង នេះកុំណានោះគឺជាមួយណាហើយនេះកុំ កូនយើងណា កុំចាំបានហើយនេះគ្រប់គ្នាត្រៀមហើយមិនឯងទេសូមជិះអ្នកទាំងអស់គ្នាបាទ នាងចង់ធ្វើអី ធ្វើរឿងដែលលោកត្រូវការនោះអីមិនចឹងលោកក៏មិនព្រមជួបខ្ញុំនៅទីនេះដែរ ពេលនេះរឿងតែមួយដែលខ្ញុំត្រូវការគឺលិខិតលេងលះហើយដែលខ្ញុំព្រមមកជាមួយនាងទីនេះព្រោះថាវាល្អដើម្បីកុំឲ្យគេឃើញថាខ្ញុំដើរចូលសន្តាគារជាមួយនាង ខ្ញុំធ្លាប់ប្រាប់លោកហើយតាថារឿងលេងលះគ្នាមិនមែនជារឿងពិបាកសម្រាប់ខ្ញុំទេបើលោកចង់លេងលះគ្នាជាមួយខ្ញុំនឹងសញ្ញាឲ្យលោកថ្ងៃនេះពេលនេះក៏បានដែរតែដែលខ្ញុំចង់ដឹងគឺលោកចង់លេងលះគ្នាជាមួយខ្ញុំព្រោះលោកត្រូវការបែបនោះពិតមែនឬក៏អត់ទេឬមួយម៉ាក់នឹងប្រពន្ធលោកបញ្ជាលោកមក មានអ្នកណាបញ្ជាអីខ្ញុំទាំងអស់ហ្នឹងវាគឺជារឿងដែលខ្ញុំគួរធ្វើហើយគួរតែធ្វើយ៉ាងណាមកហើយណា រឿងដែលគួរធ្វើតែមិនមែនរឿងដែលបេះដូងចង់ធ្វើខ្ញុំនិយាយត្រូវដែរទេ នាងកុំព្យាយាមអីខ្ញុំដឹងណាថាដែលនាងមិនព្រមលេងលះជាមួយនឹងខ្ញុំមិនមែននាងស្រឡាញ់ខ្ញុំទេនាងគ្រាន់តែចង់សងសឹកដល់ម៉ាក់របស់ខ្ញុំតែប៉ុណ្ណោះឯង លោកនៅមិនទាន់ឆ្លើយនឹងសំណួរខ្ញុំទេលោកចង់លេងលះជាមួយខ្ញុំពិតមែនទេបើអញ្ចឹងលោកមានបានត្រៀមឯកសារលេងលះមកជាមួយដែរទេ
នេះយាយកានការពិតនេះឯងមិនគួរមកខឹងក្មួយនោះទេណាដែលគង់ណាននិយាយនេះក៏ត្រូវមួយយ៉ាងដែរឯងនេះគ្មានអ្នកណាយោងយកលុយច្រើនទៅធ្វើស្អីទៅត្រឹមតែធនាគារមួយខ្នងនេះក៏គ្រប់គ្រាន់ហើយ ឬមួយអង្គការចង់បានខុនដូ2 3កន្លែងទុកលាក់នេះលាក់នោះអាចខ្សឹបប្រាប់អាងកូនបានតាក្នុងខួរខ្ញុំមិនមែនមានតែរឿងស្មាក់គ្រប់ដូចអ្នកខ្លះទេខ្ញុំមិនចង់បានមុខជំនួយរបស់បងស្អីណាណាតែបងកុំភ្លេចថាលុយដែលបងប្រាប់បង្វិលពេលនេះជាលុយអ្នកណាគេដែរ នេះយាយកានធ្វើជំនួយអាចចលនាទ្រាំក៏ត្រូវតែចង់ការលុយតែទាំងអស់ហ្នឹងហើយយើងមិននឹងខ្ចីលុយហ្វ្រីៗណាយើងឲ្យការប្រាក់ឯងដូចគ្នាកុំមកនិយាយដូចជាមានគុណលើក្បាល ខ្ញុំមិនព្រមឲ្យខ្ចីគិតថាមានធនាគារណាទៅដែលព្រមឲ្យខុតដូនខ្សែដូចបងខ្ចី នេះនាងកានអ្នកម៉ា ជម្រាបសួរលោកយាយមិនអីទេយើងដើរខ្លួនឯងបាននិយាយគ្នាថាថើមិនតាទេឆ្លោះគ្នាដូចក្មេងតកើត ពួកខ្ញុំនៅស្ងៀមស្ងៀមទេអ្នកម៉ាប៉ុន្តែយាយកាននេះមករករឿងខ្ញុំមុន ហើយចុះនេះអាខ្លាំងមិនតន់មកទៀតអីហេតុអីក៏មកតែម្នាក់ឯងចុះអាខ្លាំងវិញនោះចុះអាខ្លាំងចង់រកការងារផ្ដាំប្រាប់ថាអាចនឹងមកយឺតបន្តិចការងារស្អីគ្រាន់តែចង់ដឹងថាការងារអីសំខាន់ជាបញ្ជារបស់អ្នកម៉ាក់ដែរទៅឬមួយក៏ថាបញ្ជាអ្នកម៉ាក់លែងមានតម្លៃទើបនាងនឹងបង្ខ្លាចអាសាធ្វើអីពីកើតខ្នងបែបនេះចុះតើពេលខ្ញុំរៀបការជាមួយលោកអាខ្លាំងខ្ញុំឃើញតែលោកអាខ្លាំងតាំងចិត្តធ្វើគ្រប់យ៉ាងដើម្បីលើកបារីមិនដែលមានលក្ខណៈដែលលួចធ្វើអីពីកើតខ្នងអ្នកម៉ាក់ឡើយ ណែលោកបាជីណាខ្ញុំដឹងណាថាលោកជាអ្នកចំណិតរបស់អ្នកម៉ាក់ខ្ញុំហើយប៉ុន្តែពេលនេះគ្រួសាររបស់យើងកំពុងតែនិយាយរឿងសំខាន់ណាលោកគួរតែយល់ផងទៅលោកជំទាវពេលនេះខាងមន្ទីរពេទ្យទេមក អ្នកណាគេកើតអី សូមអរលោកលោកស្រីអ្នកនាងកញ្ញានឹងប្រិយមិត្តទាំងអស់រងចាំតាម